បាទជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរអានេះបានបាយកកបាយក្តាំងនេះហើយនៅបងប្អូនអើយអត់មានម្ហូបបាយហ្នឹងហើយមានម្ហូបស៊ីបាយអាពេលនេះយកទីយកបោះចោលនៅក្នុងទឹកអីណាក៏ពិតមែនទេបងប្អូនដាក់ចំណីដើម្បីចាប់ត្រីទេខ្ញុំមកទេសនាចាប់ត្រីទាំងអស់គ្នាទេបងប្អូននេះបើលវងបាន2ក្បាលអត់ទេចាំមើលទៅគេចាប់បានឯខ្លះបងប្អូនចាំតាមដានទាំងអស់គ្នាបាទនេះចិត្តកូនត្រីតកែបងប្អូនអើយកូនត្រីតកែតូចបើហ្នឹងស្រួលចាប់និយាយទៅទឹកនៅសមុទ្រស្រួលចាប់ត្រីដោយសារអីបាច់រីងទៅវាមានតែថ្មបើយើងទឹកនៅក្នុងទឹកសាបទៅតាមស្រុកស្រែយើងនៅប៉ុណ្ណេះផុកត្រីរយចូលផុករាវហ្មងឃើញប៉ុន្តែនេះនៅថ្មវាអត់ដឹងរលណាទេនៅទឹកចែកស្រួលចាប់ទាំងបងប្អូនរាវចាប់អត់មានឲ្យសល់ទេប៉ុណ្ណាក៏ដាក់ដែរណាចាប់អស់ប៉ុន្តែពេលយើងចាប់សិតពាក់ស្រោមដៃណាបងប្អូនក៏អត់ពាក់ស្រោមដៃគឺមុតហើយស្រោមដៃស្រោមជើងត្រឹមត្រូវក៏អត់ពាក់គឺមុតហើយព្រោះថ្មនៅនឹងហើយនឹងអាវានៅជាប់ថ្មគេហៅស្អីគេទេបងប្អូនលើបងប្អូនដឹងជួយប្រាប់ផងអាហ្នឹងមុតខ្ញុំចុះទៅមុតស្រួលមុតនិយាយទៅមុតមកដូចងាវអញ្ចឹងមើលខៅក្រែងអីមិនចឹងនេះបានចាប់បានត្រីទូចដែរថ្ងៃហ្នឹងអត់មានបានត្រីធំទេតែតូចតែច្រើនបងប្អូនតូចតែច្រើននេះប៉ះត្រីឆ្លាមមួយឆ្លាមស្អីគេនឹងហៅត្រីឆ្លាមស្អីគេតែវាប្រភេទវាអត់ធំទេត្រីហ្នឹងបងត្រីវាតែធ្វើបន្តិចព្រោះ1គីឡូជាងអស់2គីឡូអស់ត្រីនេះត្រីស្អីទេបងប្អូនអើយខ្ញុំមិនស្គាល់ទេបងប្អូនបើស្គាល់ជួយប្រាប់ផងណាសដូចត្រីស្អីគេតែរៀងត្រីទឹកសាបដែរប៉ុន្តែខ្ញុំវាអត់ទៅស្គាល់ហ្នឹងហើយបងប្អូននេះមើលមិនមែនឡាប់យ៉ាទេបងប្អូនកុំច្រឡំត្រីសមុទ្រនេះប្រភេទដូចត្រីកតាំងអញ្ចឹងប្រភេទដូចត្រីកតាំងអញ្ចឹងមិនមែនឡាប់យ៉ាទេមើលផ្លែថាឡាប់យ៉ានៅទឹកសមុទ្រអត់មានឡាប់យ៉ាទេបងប្អូនហ្នឹងនេះបានមកមួយទៀតហើយនេះត្រីតកែបងប្អូនខ្ញុំស្គាល់ច្បាស់គេត្រីតកែព្រោះត្រីតកែមានច្រើនពណ៌ព្រោះមើលមិនក៏ដឹងដែរនេះត្រីតកែបងប្អូននេះត្រីតកែទៀតហ្នឹងនេះបានប៉ុណ្ណេះបងប្អូនអើយនេះមកដល់កន្លែងនេះទៀតដើរចាប់លោកលៀតចាប់តាមតំណាក់ដល់យ៉ាងវែងលើចាស់បានមួយទៀតហ្នឹងអានេះយើងធំឃើញទៅចឹងឃើញតូចទេបងប្អូនប៉ុន្តែពេលយើងចាប់ទៅមើលនៅពេញដៃដែរហ្នឹងមិនតូចទេបងប្អូនត្រីធំធ្វើគាត់ថាយើងថតចឹងហើយមើលទៅយើងតូចនេះបានប្រប៉ែលមួយទៀតបងកូនប្រប៉ែលនេះកូនប្រប៉ែលកូនទំធំដែរបងប្អូនចូលមកនៅមកគូវាកូនមកស្វុកព្រោះមកស្វុកអូមកស្វុកមែនបងប្អូននៅមកស្វុកទឹកប្របែលលាយមួយត្រីមកកាលៀតហ្នឹងនេះចាប់មកកូនប្របែលមើលយូរដូចខ្លែងបងប្អូនមើលយូរដូចខ្លែងហ្នឹងហើយនេះចាប់តទៀតបងប្អូននេះបានមកមកដៃអ្នកខ្លះហៅមកពីងពីងខ្លះហៅមកដៃបងប្អូនតែដូចជាឃើញមានតុងហ្នឹងណាសារហ្នឹងឲ្យឃើញមានតុងរដងស្រួលតុងទៅតាមតំបន់ហ្នឹងមើលទៅច្រើនណាបងមិនតិចណាក៏លោកលឿវាចូលក្នុងរាវប៉ះត្រីប៉ុន្តែពាក់ស្រោមដៃតែអត់ពាក់គឺមុតហើយពេលនេះចាប់នៅសល់ហ្នឹងបងណាអស់អរឯងទីក្បា2 3ហើយមានអីត្រូវຕົកមានអីចាប់នឹងចាប់តអស់ហ្នឹងបងប្អូនអើយបាទហើយដូរហ្នឹងមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនជំរាបលា